ទីនេះគឺស្ថានីយ៍ផ្លូវដែកឆាត្រាប៉ាទីស៊ីវ៉ាជីមានមនុស្សច្រើនកកកុញកំពុងតែរងចាំជិះរថភ្លើងនៅក្នុងស្ថានីយ៍ក៏មានប៉ូលីសប្រចាំការមើលការខុសត្រូវផងដែរអ្នកខ្លះរងចាំជិះរថភ្លើងតែម្នាក់ឯងអ្នកខ្លះទៀតមកទាំងក្រុមគ្រួសារនិងកូនចៅពួកគេម្នាក់សង្ឃឹមថានឹងបានជិះរថភ្លើងដោយរីករាយប៉ូលីសជាច្រើនអ្នកដើរចុះដើរឡើងមើលការខុសត្រូវជាប្រចាំពួកគេបានសួរគ្នាថាតើពេលនេះស្ថានភាពយ៉ាងម៉េចដែរគេឆ្លើយថាតាមរយៈការសង្កេតមិនមានអ្វីខុសប្លែកនោះទេអ្វីគ្រប់យ៉ាងដំណើរការដូចធម្មតាជាធម្មតាស្ថានីយ៍រថភ្លើងនេះតែងតែមានមនុស្សច្រើនកកកុញជារៀងរាល់ថ្ងៃគឺមិនដែលមានបញ្ហាអ្វីកើតឡើងនោះទេប៉ូលីសញញឹមដោយសារពួកគេធ្វើការបានល្អគ្រប់ច្រកចេញចូលតែងតែមានប៉ូលីសមើលការខុសត្រូវតែទោះជាធ្វើការល្អយ៉ាងណាក៏មិនអាចពិនិត្យបានគ្រប់ជ្រុងជ្រោយនោះដែរភារវករពីអ្នកដើរចូលមកប៉ូលីសមិនអាចមើលដឹងពួកគេទាំងពីរអ្នកដើរចូលមកក្នុងស្ថានីយ៍ដោយសុវត្ថិភាពដោយសារតែមនុស្សច្រើនកកកុញបែបនេះវាពិតជាពិបាកបែងចែកណាស់ថានរណាជាមនុស្សល្អនរណាជាមនុស្សអាក្រក់ពួកគេស្ពាយវេលាធំខុសធម្មតាតែគ្មាននរណាចាប់អារម្មណ៍ឡើយអ្នកដំណើរទាំងអស់សុទ្ធតែប្រញាប់រៀងខ្លួនដូច្នេះគ្មាននរណាចាប់អារម្មណ៍នរណាឡើយម្ល៉េះហើយភារវករអាចចូលទៅក្នុងស្ថានីយ៍ដោយសុវត្ថិភាពមនុស្សមួយចំនួនអង្គុយញ៉ាំបាយនៅក្នុងស្ថានីយ៍យ៉ាងរីករាយញ៉ាំបាយបណ្ដាសន្ទនាគ្នាបណ្ដាភារវករម្នាក់ឈរមើលពួកគេញ៉ាំបាយពួកគេគិតថាញ៉ាំឲ្យឆ្អែតទៅតិចទៀតលែងបានញ៉ាំហើយបន្ទាប់មកពួកគេក៏ដើរចេញទៅប៉ូលីសស្រីដែលដើរក្បែរនោះគ្មានចាប់អារម្មណ៍ភារវករអីបន្តិចសោះពួកគេឈរមើលមុខគ្នាដោយគិតក្នុងចិត្តថាពួកយើងបានចូលមកក្នុងស្ថានីយ៍ហើយតើត្រូវទៅកន្លែងណាដើម្បីរៀបចំអាវុធមានតែបន្ទប់ទឹកទេដែលស្ងាត់សម្រាប់ពួកគេនៅក្នុងបរិវេណបន្ទប់ទឹកមិនសូវមានមនុស្សចេញចូលច្រើននោះទេដូច្នេះហើយពួកគេអាចរៀបចំអាវុធនិងគ្រាប់បែកបានយ៉ាងងាយរៀបចំអាវុធបណ្ដាសន្ទនាគ្នាបណ្ដាពួកគេបានសន្ទនាគ្នាថាតើយើងគួរបាញ់ប្រហារមុនឬដាក់គ្រាប់បែកមុនគេតបថាបើបោះគ្រាប់បែកមុនប្រហែលជាល្អជាងដូច្នេះហើយពួកគេសម្រេចចិត្តបោកគ្រាប់បែកមុនខណៈពេលដែលកាន់គ្រាប់បែកដើរចេញមកខាងក្រៅមានក្មេងស្រីម្នាក់ដែលកំពុងតែឈរញ៉ាំនំកញ្ចប់បានឃើញពួកគេកាន់គ្រាប់បែកយ៉ាងច្បាស់មនុស្សគ្រប់គ្នាដើរខ្វាត់ខ្វែងតែគ្មាននរណាចាប់អារម្មណ៍ព្រោះម្នាក់រវល់តែសន្ទនាជាមួយនឹងកូនចៅហើយអ្នកខ្លះគិតបញ្ញាឡើងជិះរថភ្លើងដូច្នេះហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍ភារវករឡើយក្នុងចំណោមអ្នកដំណើរទាំងអស់មានតែក្មេងស្រីម្នាក់គត់ដែលបានឃើញភារវករកាន់គ្រាប់បែកមិនដឹងថានាងស្គាល់គ្រាប់បែកឬក៏អត់នោះទេគ្រាប់បែកត្រូវបានទម្លាក់ទៅហើយទម្លាក់ក្នុងវងមនុស្សដែលកំពុងតែអង្គុយជុំគ្នាតែម្ដងពួកគេពិតជាមិនដឹងខ្លួនសោះប៉ូលីសម្នាក់បានឃើញហេតុការណ៍ភ្លាមគាត់បានរត់ទៅយ៉ាងប្រញាប់អ្នកដំណើរភ័យលុះព្រលឹងគ្រប់គ្នាហេតុការណ៍កើតឡើងភ្លាមបែបនេះមិនដឹងថាត្រូវរត់ទៅទីណានោះទេគ្រប់គ្នាចលាចលរត់រកកន្លែងពួរខណៈពេលដែលកំពុងរត់គេចភារវករក៏បានបាញ់តម្រង់មកពួកគេតាមកាសែត CNN បានចុះផ្សាយថានៅយប់ថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2008នោះអ្នកដំណើរក្នុងស្ថានីយ៍ដែលត្រូវបានភារវករបាញ់សម្លាប់ទាំងអស់មានចំនួន58នាក់បន្ទាប់ពីបាញ់ប្រហារនៅក្នុងស្ថានីយ៍រួចហើយភារវករក៏បានដើរចេញមកខាងក្រៅហើយពួកគេក៏បានបាញ់ប្រហារជាមួយនឹងប៉ូលីសទៀតនៅពេលបាញ់ប្រហារនោះប្រជាជន10នាក់ថែមទៀតត្រូវបានបាញ់សម្លាប់ដូច្នេះសរុបអ្នកស្លាប់នៅក្នុងស្ថានីយ៍រថភ្លើងនិងនៅបរិវេណខាងក្រៅស្ថានីយ៍រថភ្លើងសរុបទាំងអស់មានចំនួន68នាក់ក្រៅពីប្រជាជនដែលបានស្លាប់នៅមានអ្នកដំណើររងរបួសជាច្រើនអ្នកទៀតតាមសម្ដីប៉ូលីសបានរាយការណ៍ឲ្យដឹងថាការបាញ់ប្រហារនៅក្នុងស្ថានីយ៍នោះភារវករបានប្រើពេលអស់ជាង90នាទីមិនថាមនុស្សឬសត្វនោះទេគឺត្រូវបានបាញ់សម្លាប់ទាំងអស់សត្វឆ្កែប៉ុន្មានក្បាលត្រូវបានបាញ់សម្លាប់នៅក្នុងស្ថានីយ៍ពួកគេពិតជាមានចិត្តសាហាវខូខើព្រៃផ្សៃណាស់នៅក្នុងស្ថានីយ៍រថភ្លើងនេះពួកភារវករមានគ្នាតែ2នាក់គត់បុរសដែលកំពុងកាន់កំភ្លើងបាញ់ប្រហារនេះគឺជាភារវករតែម្នាក់គត់ដែលត្រូវបានចាប់ខ្លួនបុរសម្នាក់នេះឈ្មោះមូហាមេតអាម៉ាល់កាសាបជាភារវករជនជាតិប៉ាគីស្ថានចំណែកឯក្រុមគេ9នាក់ទៀតត្រូវបានប៉ូលីសបាញ់សម្លាប់នៅយប់ថ្ងៃទី29ខែដដែលបន្ទាប់ពីត្រូវបានចាប់ខ្លួនមូហាមេតអាម៉ាល់កាសាបត្រូវបានតុលាការឥណ្ឌាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល35ឆ្នាំដោយសារមានការរិះគន់និងតវ៉ាពីមហាជនមូហាមេតអាម៉ាល់កាសាបត្រូវបានតុលាការឥណ្ឌាកាត់ទោសជាថ្មីម្ដងទៀតនៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2012កាសាបត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកសូមទស្សនាការបាញ់ប្រហារដូចតទៅ
अपने सोने पे यकीन नहीं हो रहा था।